តើទៅទិញទំនិញនៅ PTT ឬក៏ចាក់សាំងនៅ PTT ដែរឬក៏អត់សំណួរនេះនៅតែគ្មានចម្លើយបែងចែកដាច់សោះក្នុងចំណោមប្រជាពលរដ្ឋខ្មែរលើបណ្ដាញសង្គម Facebook នេះថ្ងៃនេះខ្ញុំជូនយោបល់2ខ្លីសម្រាប់បងប្អូនពិចារណាក្រែងអាចបែងចែកដាច់ទី1ខ្ញុំបានលើកហើយមានបញ្ញវន្តមួយចំនួនឥឡូវនេះឆ្លងដល់លោកហ៊ុនសែនទៀតពួកគាត់និយាយថាក្រុមហ៊ុន PTT ហ្នឹងមានថៅកែខ្មែរទេមានកម្មករខ្មែរទេដូច្នេះនាំគ្នាទៅប្រើប្រាស់ទំនិញ PTT ឬក៏ចាក់សាំង PTT គឺជាការជួយថៅកែខ្មែរជួយការងារកម្មករខ្មែរនិងធ្វើឲ្យចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ដាប់មកផ្លែទៅណាបើអត់ពិចារណាឲ្យជ្រៅលងតាមពួកគាត់ដែរគិតថាពួកគាត់នឹងយល់ត្រូវដែរនិយាយត្រូវដែរតែនៅពេលដែលយើងពិចារណាឲ្យដិតដល់ជ្រៅចេះទើបដឹងថានោះគឺជាគំនិតរយៈកំផែរយៈនៅត្រង់ថាពួកគាត់មិនយល់អំពីការពង្រឹងស្មារតីជាតិឲ្យរឹងមាំកាលណាប្រទេសថៃកំពុងតែមានទំនាស់ជាមួយខាងកម្ពុជាយើងហើយចំនួននោះស្រួយស្រាវណាស់ជាហ៊ានថៃបាញ់សម្លាប់យុទ្ធជនខ្មែរជាពិសេសនោះបាញ់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់នៅលើទឹកដីខ្មែរចាប់រំលោភនារីខ្មែរចាប់រំលោភបោកទៅទៀតវេទនាណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរយើងក្នុងលក្ខខណ្ឌនៃចំនួនដ៏ខ្លាំងក្លាបែបនេះណាមិនត្រូវលើកទឹកចិត្តឲ្យពលរដ្ឋប្រទេសយើងទៅប្រើប្រាស់ទំនិញរបស់គេទេឬក៏ប្រើប្រាស់ទំនិញក្នុងផ្លាកឈ្មោះនៃក្រុមហ៊ុនរបស់ប្រទេសគេទេធ្វើបែបហ្នឹងគឺជាស្មារតីដ៏ខ្សោយបំផុតរបស់ជាតិសាសន៍យើងទោះមានន័យថាលោកហ៊ុនសែនអត់យល់ខ្សោយអត់ដឹងអំពីការពង្រឹងស្មារតីជាតិអញ្ចឹងធ្វើយ៉ាងម៉េចវិធីដោះស្រាយងាយខ្ញុំបានលើអ្នកខ្លះនិយាយថាថៅកែក្រុមហ៊ុន PTT ជាខ្មែរហ្នឹងគាត់ទៅទិញអាជ្ញាប័ណ្ណពីក្រុមហ៊ុន PTT នោះអស់លុយច្រើនណាស់ដូច្នេះបើមិនប្រើប្រាស់ទំនិញ PTT គឺដូចជាធ្វើបាបថៅកែខ្មែរយើងមិនមែនធ្វើបាបថៅកែថៃឡើយចុះរឿងហ្នឹងមានពិបាកអីដោះស្រាយគ្រាន់តែរដ្ឋាភិបាលដែលកំពុងតែគ្រប់គ្រងដែនដីនៅប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះផ្ដល់អាជ្ញាប័ណ្ណថ្មីមួយដោយ free ដោយឥតគិតថ្លៃដល់ម្ចាស់ក្រុមហ៊ុន PTT នោះទៅឧទាហរណ៍ផ្ដល់អាជ្ញាប័ណ្ណហើយដាក់ផ្លាកថ្មីឈ្មោះជាខ្មែរឈ្មោះថាអង្គរឬក៏តំបន់តូចតំបន់ធំតាក្របីឬក៏មុំបីអីចឹងទៅហើយទម្លាក់ចោលនៅផ្លាក PTT ហ្នឹងគឺជាការសាច់បាត់ទៅហើយហើយដើម្បីបានជារដ្ឋាភិបាលត្រូវផ្ដល់អាជ្ញាប័ណ្ណដោយឥតគិតថ្លៃដល់ថៅកែក្រុមហ៊ុនហ្នឹងពីព្រោះទំនាស់ដែលកើតឡើងកម្ពុជាថៃបច្ចុប្បន្នគ្រួសារលោកហ៊ុនសែនជាមួយនឹងភាគីថៃវាមិនមែនជាកំហុសរបស់ថៅកែក្រុមហ៊ុននោះទេវាជាកំហុសរបស់អ្នកដឹកនាំនៃភាគីទាំងពីរហ្នឹងខ្ញុំមិនវិញនៃកំហុសហ្នឹងទេអញ្ចឹងរដ្ឋាភិបាលមានកាតព្វកិច្ចដោះស្រាយផ្ដល់អាជ្ញាប័ណ្ណ free ថ្មីមួយទៀតទៅដល់ម្ចាស់ក្រុមហ៊ុន PTT នៅកម្ពុជាឬក៏ថៅកែក្រុមហ៊ុន PTT នៅកម្ពុជាដាក់ឈ្មោះក្រុមហ៊ុនថ្មីដាក់ផ្លាកសញ្ញាថ្មីជាខ្មែរមករួចជាស្រេចទៅហើយរីឯទំនិញវិញទំនិញដែលធ្លាប់នាំចូលពីថៃកន្លងមកនៅមុនចំនួនយើងលើកទឹកចិត្តឲ្យលក់ធម្មតាទៅប៉ុន្តែចាប់ពីពេលហ្នឹងទៅឈប់នាំទំនិញពីគេមកទៀតពីប្រទេសដែលមានចំនួនជាមួយយើងនឹងមកទៀតខ្មាស់គេក៏ប៉ុន្តែនាំទំនិញពីប្រទេសណាដែលមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយប្រទេសកម្ពុជាទៅគឺនាំដោយស្របច្បាប់ហើយជាពិសេសលើកទឹកចិត្តយកទំនិញដែលផលិតនៅក្នុងស្រុកយើងយកទៅលក់នៅក្រុមហ៊ុនហ្នឹងទៅដូច្នេះក្រុមហ៊ុនហ្នឹងត្រូវបានសង្គ្រោះយ៉ាងងាយថៅកែក៏អត់ខាតបង់អីដែរកម្មករក៏មិនខាតបង់សេដ្ឋកិច្ចកម្ពុជាក៏មានដំណើរការល្អហើយកាន់តែល្អទៅទៀតពីព្រោះឈ្មោះក្រុមហ៊ុនខ្មែរយកទំនិញខ្មែរទៅលក់លើកតែមុខមាត់ខ្មែរនិងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហេតុអីមិនដោះស្រាយតាមវិធីហ្នឹងចំណុចទី2អ្នកដែលនិយាយថាទៅទិញទំនិញនៅ PTT ឬក៏ចាក់សាំង PTT ទៅពីព្រោះជាថៅកែខ្មែរកម្មករខ្មែរទេពួកគាត់ភ្លេចគិតមួយក្នុងតម្លៃនៃការអប់រំភ្លេចគិតថា PTT គឺជាផ្លាកសញ្ញារបស់ប្រទេសមួយទៀតដែលកំពុងតែមានចំនួនខ្លាំងមែនទែនជាមួយកម្ពុជាហើយនៅប្រទេសណាក៏ដោយនិយាយអំពីការពង្រឹងតម្លៃអប់រំជាតិរបស់គេណាគឺគេចំណាយលុយរាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំជាពិសេសប្រទេសប្រជាធិបតេយ្យនីតិរដ្ឋណាដើម្បីបង្ហាត់កុមារយុវជនសិស្សនិស្សិតឲ្យមើលឃើញអំពីតម្លៃជាតិគេទំនិញជាតិគេផ្លាកសញ្ញារបស់ជាតិគេរឿងនេះសំខាន់ណាស់ពីព្រោះកាលណាមនុស្សឬក៏ពលរដ្ឋក្នុងជាតិសាសន៍ហ្នឹង
ចេះឲ្យតម្លៃរបស់ជាតិសាសន៍ខ្លួនចេះឲ្យតម្លៃផ្លាកសញ្ញានៃជាតិសាសន៍ខ្លួនជាតិសាសន៍ហ្នឹងគឺរឹងមាំតែម្ដងខ្ញុំឧទាហរណ៍នៅប្រទេសហ្វាំងឡង់សេដ្ឋកិច្ចគេរឹងមាំរឿងមួយដែលជនជាតិហ្វាំងឡង់ប្រតិបត្តិទោះបីជាទំនិញហ្វាំងឡង់ហ្នឹងថ្លៃជាងទំនិញនាំចូលពីប្រទេសផ្សេងៗទៀតទ្វេដងក៏ដោយគេសុខចិត្តទិញទំនិញរបស់ហ្វាំងឡង់ឬក៏ទិញទំនិញរបស់ក្រុមហ៊ុនដែលមានផ្លាកសញ្ញាចេញពីប្រទេសហ្វាំងឡង់របស់ហ្វាំងឡង់ហ្នឹងតែម្ដងគេអត់ប្រើប្រាស់ទំនិញរបស់ប្រទេសដទៃងាយទេតោះតែហ្វាំងឡង់អត់មានបានគេពិចារណាទិញទំនិញរបស់ប្រទេសដទៃហ្នឹងនៅហ្វាំងឡង់ទំនិញហ្វាំងឡង់ថ្លៃជាងទំនិញនាំចូលទាំងអស់ប៉ុន្តែទំនិញហ្វាំងឡង់លក់ដាច់ជាងទំនិញរបស់ប្រទេសផ្សេងទៀតមូលហេតុអីគឺតម្លៃអប់រំក្នុងស្មារតីនៃជនជាតិហ្វាំងឡង់របស់គេហ្នឹងខ្ពស់ណាស់ខ្ពស់មែនទែនគេមិនបានអប់រំថាអ្នកឯងកុំទៅទិញទំនិញប្រទេសនេះកុំទៅទិញទំនិញប្រទេសនោះក្នុងប្រព័ន្ធអប់រំគេអត់និយាយទេពីព្រោះកាលណានិយាយពីអស់ហ្នឹងទៅវាដូចជាការរើសអើងប៉ុន្តែបើទោះបីជាគេមិននិយាយក៏ដោយគេប្រឹងបណ្ដុះបណ្ដាលឲ្យបេះដូងពលរដ្ឋគេផ្ដោតតែទៅលើការឲ្យតម្លៃរបស់ហ្វាំងឡង់ទំនិញហ្វាំងឡង់ទំនិញនៃផ្លាកសញ្ញារបស់ក្រុមហ៊ុនហ្វាំងឡង់តែប៉ុណ្ណោះបែរទៅជាយើងកំពុងមានទំនាស់ជាមួយថៃស្រាប់តែបញ្ញវន្តមួយចំនួនស្រាប់តែលោកហ៊ុនសែនបែរទៅជាណែនាំពលរដ្ឋខ្មែរឲ្យទៅប្រើប្រាស់ទំនិញដែលមានផ្លាកសញ្ញារបស់ប្រទេសនោះទៅវិញខ្ញុំគិតថាអូមានបញ្ញវន្តមានមេដឹកនាំអត់យល់អំពីតម្លៃនៃការអប់រំស្មារតីពលរដ្ឋដល់ថ្នាក់ហ្នឹងណាអញ្ចឹងហើយបានជាប្រទេសកម្ពុជាយើងរឹងមាំទៅមិនរួចហើយវិធីដោះស្រាយខ្ញុំបាននិយាយអំបញ្ញមិញហើយដើម្បីដោះស្រាយមែនទែនគឺត្រូវអប់រំពលរដ្ឋឲ្យលើកតម្លៃអ្វីដែលជារបស់ជាតិខ្លួនហើយរឿងដែលជួបជាក់ស្ដែងដូចជាករណីក្រុមហ៊ុន PTT ហ្នឹងរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណថ្មីឲ្យម្ចាស់ក្រុមហ៊ុន PTT ទៅផ្ដល់ឲ្យតែឥតគិតថ្លៃទៅហើយដាក់ឈ្មោះជាខ្មែរមកយកទំនិញខ្មែរទៅលក់ទៅនោះអាចជួយទាំងថៅកែទាំងកម្មករហើយនិងសេដ្ឋកិច្ចកម្ពុជារួមទាំងពង្រឹងស្មារតីជាតិកម្ពុជាដ៏រឹងមាំមួយបានណាក្នុងចំណោមពលរដ្ឋខ្មែរក្នុងបេះដូងពលរដ្ឋខ្មែរហេតុអីមិនធ្វើអញ្ចឹងខ្ញុំគិតថាគំនិតនេះអាចរួមចំណែកសម្រាប់ការពិចារណាទៅចោះសូមអរគុណច្រើន